នេះលេងមានពេលថាត្រឡប់ហើយខ្លាចខាងនោះត្រឡប់វិញចាស់ស៊ូមិនដែរគ្រូបុកវិញ5អូតសាកូនសិស្សកូនប៉ាហាត់ណាអត់មានដែរពេលសម្រាប់ឈឺការចាញ់អូនស៊ីនួនវគ្គវិលជុំសំបតុគឺថាការហ្នឹងផ្លាត់ឬក៏យើងចាញ់បច្ចេកទេសគេការហ្នឹងគ្រូស្មោះឲ្យបានប្រហាត់អញ្ចឹងហ៎បាទអូឥឡូវគ្រូស្មោះប្រហាត់ពេញអស់កន្លែងអស់ហ្នឹងពេញអស់ហើយកន្លែងស្លាដៃកន្លែងគេទាត់ម៉ាត់អីជើងអីដឹងអស់ហើយដឹងអស់បាទចុះមានបានសិក្សាពីចំណុចខ្សោយដៃគូអត់គ្រូអូដឹងខ្សោយហើយយើងអត់មាត់យើងតន់ប្រាប់បាទជម្រាបសួរគ្រូស្មោះបាទមានសួរសុខសប្បាយគ្រូស្មោះតុកឲ្យមើលមានដឹងហើយងាយហើយមកប៉ុស្តិ៍លេខ5ទៀតអត់នៅប្រហាត់សិស្សត្រៀមវាយខ្សែវត្តស្អែកទេអូថ្ងៃហ្នឹងឡើងគីឡូហើយថ្ងៃហ្នឹងឡើងគីឡូហើយអត់នៅប្រាប់បាត់ពិសោធន៍ថាអូឯងកំភៃកុំចេះណាប្រាប់តាំងពីពាក់កណ្ដាលឲ្យព្រាត់អញ្ចឹងហើយសម្រាប់ពាក់កណ្ដាលផ្លាច់ព្រាត់មិនដែលមានអារម្មណ៍មិនដែលឃើញរត់ឆ្លេឆ្លាពេញសង្វៀនបាទដែលព្រាត់វាអត់តាំងក្បាច់យើងបាទខុសក្បាច់យើងគ្រូខុសក្បាច់យើងវាវាយចេះវាយចុះវាវាយផ្សេងអញ្ចឹងហ៎ដល់ទឹក5ទេហើយមកទោសទេវាយឯក្បាពោះបីបណ្ដៃបានឆ្នេះទឹក5តើទឹក5ឆ្នេះចាញ់គេថ្ងៃហ្នឹងអញ្ចឹងបាទអូចាញ់ឆ្នេះដោយគ្រូឡុងបុលដែរគ្រូឡុងបុលកីឡាហ្នឹងចាញ់ឆ្នេះទឹក5គាត់និយាយអញ្ចឹងហើយគាត់ទូស្គាល់លទ្ធផលហ្នឹងដែរហើយសម្រាប់ការចាញ់អូនស៊ីនួនវគ្គវិលជុំសំបតុគឺថាការហ្នឹងផ្លាត់ឬក៏យើងចាញ់បច្ចេកទេសគេការហ្នឹងគ្រូស្មោះឲ្យបានប្រហាត់អញ្ចឹងហ៎បាទអូឥឡូវគ្រូស្មោះប្រហាត់ពេញអស់កន្លែងអស់ហ្នឹងពេញអស់ហើយកន្លែងស្លាដៃកន្លែងគេទាត់ម៉ាត់អីជើងអីដឹងអស់ហើយដឹងអស់ហើយបាទចុះមានបានសិក្សាពីចំណុចខ្សោយដៃគូអត់គ្រូអូដឹងខ្សោយហើយយើងអត់មាត់យើងតន់ប្រាប់ដល់ឯងដឹងហើយគាត់ចំណុចខ្សោយគឺប្រាប់ពេជ្រសិក្ខាហើយត្រូវគ្រូមើលខ្សោយប្រាប់មួយមកហៅមួយអីគេវាយមួយវាតែបែរតែព្រាត់សេញត្រីកន្ម៉ែហ្នឹងហើយប្រាប់វាតែអានោះវាអត់ស្ដាប់យើងតែធ្វើល្អតើវាខ្ញុំប្រាប់វាអស់ហើយពេជ្រសិក្ខាចឹងអូនស៊ីនួនចឹងអស់ដែរហ្នឹងហ្នឹងហើយបាទហើយគ្រូក៏បាន100គ្រូខ្ញុំគូឆ្នាំvớiគ្នាទៅយកលុយទៅយកតែក្បាត់នោះវិញទៅកំដរគេទៅកំដរ100%ម្ល៉េះនិយាយចាំ100%បាទគ្រូកំដរក៏6000ដែរណាគ្រូអេអត់កំដរអត់កំដរយកលេខ1ក្លឹបខ្ញុំខុសគេទៅកដោគេទៅទៅកុំវាយចងាប់ហីទៅកដោគេទៀតប៉ុន្តែលើនេះលេងមានពេលថាត្រឡប់ហើយខ្លាចខាងនោះត្រឡប់វិញចាស់ស៊ូមិនដែរគ្រូបុកវិញ5អូតសាកូនសិស្សកូនប៉ាហាត់ណាអត់មានដែរពេលសម្រាប់ឈឺមិនក៏ហាត់ដែរនោះកំពូមកចឹងស្អែកហ្នឹងយុទ្ធសាស្ត្រហ្នឹងបុកពីទឹកមួយឬក៏នៅស្ទាបទៀតបណ្ដៃយុទ្ធសាស្ត្រហ្នឹងខ្ញុំអត់ប្រាប់ទេលាក់សំលាក់ហើយបាទយុទ្ធសាស្ត្រខ្ញុំនៅឲ្យទឹកមេផាន់នៅខោបាទប៉ុន្តែក្បាច់វាយខ្ញុំប្រាប់វាអស់ហើយខ្ញុំប្រាប់ទាំងខោថាកូនវាយមិនអីមិនព្រោះកូនទាំងអស់ហ្នឹងនៅហ្នឹងណាដែរស្ដាប់ខ្ញុំហៅកូនហើយអត់តាមខ្ញុំអត់កូនអត់ឲ្យទឹកទៀតតែគឺខ្ញុំឃើញពេលណាខ្ញុំនៅឲ្យទឹកគេបាទរឹងទឹកគឺអត់ទឹកគៀកហ្មងបាទគ្រូហើយមានបារម្ភចាញ់មៀតគេធ្វើមកយើងគីឡូយើង54 57ហ្នឹងហើយយើងវាយ60អូឡើងទៅនេះគាត់ដូចវាយលើកដំបូងដែរ60ព្រោះអីដូចជាពេជ្រសិក្ខាដូចដែរវាយគីឡូធម្មតា60អត់តម្រត់ទេ60នឹងពេញ60ធម្មតាហ្មងធ្វើមកអត់មានគីឡូវាយបើយើងវល់ចាំ60យើងអត់ឱកាសបាទដល់វាយចាំហ្នឹងហើយចាប់ដល់វាយ60វាយ54 57ហើយអត់វាយ60ហើយបាទហើយគ្រូជាចុងក្រោយឥឡូវហ្នឹងចង់សួរថា$6000ឬក៏12000 12000ហ៎12000នៅធំអកញ៉ាវធំក្រៅទៀតលើសហ្នឹងទៀតស្អែកបាយយកសន្លប់ហើយយកបន្ទុកអាហ្នឹងយើងទេមិនត្រូវទេប៉ុន្តែយើងគិតថាយកខ្សែក្រវ៉ាត់បានហើយយើងវាយខ្វល់ហើយយកខ្សែក្រវ៉ាត់បានពេកយើងយកបានហើយខ្សែក្រវ៉ាត់work IVCC ហ្នឹងក្លឹបគ្រូដូចមានប្រហែលដែរមានអាទិទេពេញបាត់ដូចវាយបាត់មួយចិនដែរឈ្នះបាទអញ្ចឹង2ខ្សែយកមួយទៀតគ្រប់3វល់ជុំមានតែ2ដែរតែទីទេពអរិយវល់ជុំមានតែមួយខ្សែទេទីទេពទី3ហ៎ទីទេព3 2ទេពមានតែមួយទេបាទវល់ជុំខ្សែបាត់ទេ